មានមិត្តភក្តិខ្ញុំម្នាក់គាត់បានសួរខ្ញុំមួយសំណួរតាក់ទងទៅនឹងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកដោយសារតែគាត់បានឃើញយន្តហោះរបស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកហ្នឹងគឺស្លាបរបស់វាគឺបត់ឡើងទៅលើហើយនឹងលាយចេញទៅវិញនៅពេលដែល pilot គាត់ចាប់ផ្ដើមហោះចេញពីនាវាផ្ទុកយន្តហោះមិត្តភក្តិរបស់ខ្ញុំគាត់មានសំណួរសួរថាបើសិនជាអាកាសយានិកពុំបានលាស្លាបនោះមុនពេលដែលគាត់ហោះហើរចេញពីនាវាផ្ទុកយន្តហោះតើមានរឿងអ្វីកើតឡើងចំពោះយន្តហោះហើយនឹងអាកាសយានិកអញ្ចឹងមុននឹងខ្ញុំនិយាយលម្អិតទៅលើរឿងហ្នឹងខ្ញុំក៏ចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាបាទពិតជាមានការហោះហើរមួយចំនួនដែលអត់បានលាស្លាប់ឡើងមែនហើយវាកើតឡើងនៅក្នុងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកមិនមែនម្ដងទេប៉ុន្តែគឺច្រើនដងយន្តហោះដែលអ្នកទាំងអស់គ្នាឃើញក្នុងរូបភាពនេះគឺជាយន្តហោះដែលបានប្រើប្រាស់នៅក្នុងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកដោយតែបានបង្ហាញនៅក្នុងរូបភាពអញ្ចឹងយន្តហោះកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកគឺគេ design មកឲ្យមានស្លាបរបស់វាអាចបត់ឡើងទៅលើបានហើយនឹងលាចេញនៅពេលដែលអាកាសយានិកគាត់ហោះមូលហេតុនោះគឺដោយសារតែនៅលើនាវាផ្ទុកយន្តហោះគឺមានភាពតូចចង្អៀតអ្វីដែលភ្ញាក់ផ្អើលហ្នឹងគឺអាកាសយានិកទាំងអស់ហ្នឹងគាត់ពុំបានរងគ្រោះថ្នាក់អ្វីឡើយមានន័យថាគាត់អាចចុះចតពេញបានដោយសុវត្ថិភាពហើយខ្ញុំនឹងបញ្យល់ពីមូលហេតុទាំងអស់ហ្នឹងអញ្ចឹងមូលហេតុអីបានជាអាកាសយានិកនៅតែអាចហោះឡើងបានទី1វាអាស្រ័យលើប្រភេទយន្តហោះដូចជាយន្តហោះប្រភេទ F4 នេះ aileron ហើយនឹង flap របស់យន្តហោះហ្នឹងគឺអត់បាននៅជាប់នឹងចុងស្លាបទេប៉ុន្តែគឺវានៅជាប់នឹងគល់ស្លាប flap គឺមានតួនាទីសម្រាប់ឲ្យជំនួយឲ្យយន្តហោះ take off ចឹងហើយទោះបីជាយើងបត់ស្លាបនឹងឡើងលើក៏យន្តហោះហ្នឹងអាច take off បានដែរមួយទៀតគឺដោយសារតែ slab របស់យន្តហោះគឺមានផ្ទៃកន្លាធំជាពិសេសគឺយើងទៅមើល slab របស់យន្តហោះ F4 គឺមានផ្ទៃកន្លាធំអញ្ចឹងបើទោះជាយើងបត់ចុង slab ផុតផ្ទៃកន្លាដែលនៅសល់គឺវាអាច generate enough lift គឺវាអាចបង្កើតនៅ lift គ្រប់គ្រាន់ដែលធ្វើឲ្យយន្តហោះនោះអាចលើកឡើងហោះទៅលើបានឥឡូវយើងមកមើលពីបញ្ហាដែលជួបប្រទះនៅពេលដែលករណីនឹងកើតឡើងចំពោះ perspective របស់ខ្ញុំវិញនៅពេលដែលយើងភ្លេចលាចុងស្លាបមួយនេះយន្តហោះនឹងវាចាប់ផ្ដើម roll ន័យថាទៅឆ្វេងឬក៏ទៅស្ដាំពីព្រោះវាប៉ះពាល់ទៅដល់ប្រព័ន្ធ aerodynamic ចលនា aerodynamic របស់យន្តហោះមួយទៀតហ្នឹងដោយសារតែស្លាបទាំងមូលគឺមានតួនាទី generate lift បង្កើតនៅកម្លាំងលើកឡើងហើយបើសិនជាយើងបត់ចុងស្លាបឡើងលើទៅគឺផ្ទៃកន្លារបស់ស្លាបហ្នឹងគឺបាត់មួយផ្នែកតែកត្តានេះបើសិនជាយើងចង់បង្កើត lift ឲ្យបានគ្រប់គ្រាន់នៅពេលដែលយើងចុះចតគឺយើងត្រូវតែបង្កើតល្បឿនដែលបានលឿនជាងមុនមានន័យថាយើងត្រូវ land យន្តហោះហ្នឹងនៅក្នុងល្បឿនដ៏លឿនហើយការ land យន្តហោះនៅក្នុងល្បឿនលឿនជាងសពដងនេះនឹងអាចបង្កឲ្យមានបញ្ហាមួយចំនួនបើសិនជាអាកាសយានិកពុំបានប្រុងប្រយ័ត្នចំណុចមួយទៀតខ្ញុំសូមបញ្ជាក់ដែរការពិតទៅខ្ញុំក៏អត់ដឹងថាមូលហេតុអីបានជាមានការផ្លិចឬក៏វាអាចមកពី lock mechanic lock ដែលមានបញ្ហានៅក្នុងចុងស្លាបហ្នឹងដែលធ្វើឲ្យយន្តហោះហ្នឹងវាបត់មកអត់បានខ្ញុំក៏ដឹងដែរប៉ុន្តែបើសិនជាយើងគិតថាអាកាសយានិកគាត់ផ្លិចខ្ញុំគិតថាមិនអាចទេព្រោះថាទី1វាមានប្រព័ន្ធ system ទី2គាត់ follow checklist ខ្ញុំក៏អត់បានដឹងដែរដោយសារតែខ្ញុំអត់ដែលបានហោះយន្តហោះនៅលើកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកដែរប៉ុន្តែបើសិនជាតាមបទពិសោធន៍របស់ខ្ញុំដែលខ្ញុំធ្លាប់ហោះយន្តហោះមួយចំនួននៅក្នុងសហរដ្ឋអាមេរិកគឺយើងមាន checklist របស់យើងច្រើនហើយយើងត្រូវ follow វាអរគុណអ្នកនរគ្នាដែលបានទស្សនានៅវីដេអូរបស់ខ្ញុំហើយខ្ញុំព្យាយាមបញ្យល់តាមលទ្ធភាពដែលខ្ញុំអាចធ្វើបានមួយទៀតអ្នកនរគ្នាអាចចូលទៅចុច link នៅក្នុង caption ហើយអាចចូលទៅទស្សនាវីដេអូនៅក្នុង YouTube បានក៏មានវីដេអូមួយចំនួនដែលខ្ញុំបង្កើតនៅទីនោះដែរបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះសូមឲ្យអ្នកនរគ្នាជួបតែសុខសំណាងល្អ